បាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងខ្ញុំសូមបន្តផ្ដល់ជូននៅព័ត៌មានជាតិសំខាន់ជាបន្តទៀតរថយន្ត SUV ដែលបានបំពាក់នៅបច្ចេកវិទ្យាទំនើបវៃឆ្លាតនិងលំហធំទូលាយស៊េរីថ្មី BYD Thai Sedan ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការនៅរាជធានីភ្នំពេញប្រទេសកម្ពុជាដែលជាការបង្ហាញខ្លួនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកការសម្ពោធនេះបានជ្រើសរើសយកកម្ពុជាជាទីតាំងដំបូងដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់និងបញ្ញាចិត្តរបស់ BYD ក្នុងទីផ្សារកម្ពុជានេះក៏ជាជំហានដ៏សំខាន់របស់ BYD ក្នុងយុទ្ធសាស្ត្រពង្រីកទីផ្សាររថយន្តថាមពលថ្មីនៅអាស៊ីអាគ្នេយ៍ដែលនាំមកនូវបច្ចេកវិទ្យាឈានមុខគេនិងសេវាកម្មក្នុងស្រុកដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់កម្ពុជានៅជម្រើសធ្វើដំណើរបៃតងដែលមានប្រសិទ្ធភាពសន្សំសំចៃនិងវៃឆ្លាតបំផុតក្នុងឱកាសនោះលោក Henry Yip នាយកប្រតិបត្តិផ្នែកលក់រថយន្ត BYD ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន BYD Asia Pacific បានលើកឡើងថាយុទ្ធសាស្ត្រថ្មីរបស់ BYD គឺជ្រើសរើសយកកម្ពុជាជាកន្លែងសម្ពោធដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិកមិនត្រឹមតែជាការទទួលស្គាល់នៅសក្តានុពលនៃទីផ្សារកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាវិធានការដ៏សំខាន់ក្នុងការរៀបចំផែនការទីផ្សារថាមពលថ្មីជាសកលរបស់ BYDក្នុងនាមជាម៉ាកយីហោរថយន្តថាមពលថ្មីដែលលក់ដាច់បំផុតលើពិភពលោក BYD តាមរយៈ Harmony iCar ដែលជាតំណាងចែកចាយផ្លូវការនិងយកការសម្ពោធ Thai Sedan ជាចំណុចចាប់ផ្ដើមថ្មីស្របជាមួយរោងចក្រដំឡើងរបស់ BYD នៅក្នុងប្រទេសកម្ពុជាដើម្បីជំរុញយុទ្ធសាស្ត្រផលិតផលនៅកម្ពុជាប្រគល់ជូននៅកម្ពុជាបន្តនាំមកនូវការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យានិងសេវាកម្មដ៏ល្អឥតខ្ចោះដើម្បីចូលរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីនៃការធ្វើដំណើរបៃតងនៅកម្ពុជាលោក Charlie Yang អ្នកគ្រប់គ្រងទូតនៃក្រុមហ៊ុនបុតសម្ព័ន្ធ Harmony iCar Cambodia បានថ្លែងថា BYD និង Harmony iCar បន្តពង្រឹងបណ្ដាញសេវាកម្មនៅកម្ពុជាដែលបច្ចុប្បន្នមានសាខាចំនួន10កន្លែងដែលបានសាងសង់រួចរាល់ក្នុងនោះ6កន្លែងមានសេវាកម្មជួសជុលពេញលេញគ្របដណ្ដប់លើរាជធានីភ្នំពេញសៀមរាបនិងខេត្តព្រះសីហនុស្ថានីយ៍សេវាកម្មថ្មីនៅកោះនរានិងផ្លូវជាតិលេខ3នឹងចាប់ផ្ដើមដំណើរការនៅឆមាសទី1ឆ្នាំនេះបណ្ដាញសេវាកម្មក្រោយការលក់ក្នុងរាជធានីភ្នំពេញនឹងត្រូវពង្រីកឲ្យដល់5កន្លែងចំណែកឯមជ្ឈមណ្ឌលលក់និងសេវាកម្មក្រោយការលក់នៅខេត្តសៀមរាបបានចាប់ផ្ដើមដំណើរការហើយមជ្ឈមណ្ឌលលក់និងសេវាកម្មនៅខេត្តព្រះសីហនុនឹងបើកសម្ពោធក្នុងពេលឆាប់ៗនេះចំណែកលោកប៉ានគឹមហួរអ្នកគ្រប់គ្រងទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុនរថយន្ត BYD បានឲ្យដឹងថា Thai Sedan បំពាក់ដោយបច្ចេកវិទ្យាប្រព័ន្ធ Snow EV3 និងប្រព័ន្ធ Super Hybrid ដែលអាចរត់បានទាំងសាំងនិងអគ្គិសនីការបើកបរដោយថាមពលអគ្គិសនីសុទ្ធអាចឡើងដល់130គីឡូម៉ែត្រឆ្លើយតបបានយ៉ាងងាយស្រួលសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃនិងជួយកាត់បន្ថយសម្ពាធពីតម្លៃសាំងឡើងថ្លៃរថយន្តនេះអាចស្ទុះពី0ដល់100គីឡូម៉ែត្រក្នុង1ម៉ោងក្នុងរយៈពេលត្រឹមតែ 4.8 វិនាទីប៉ុណ្ណោះកម្លាំងខ្លាំងក្លាព្រមទាំងគ្រប់គ្រងការបើកបរដោយថាមពលអគ្គិសនីសុទ្ធដែលផ្ដល់ជូនការធ្វើដំណើរបៃតងកាត់បន្ថយកាបូនពលគឺ Thai Sedan បំពាក់ដោយបច្ចេកវិទ្យាទំនើបវៃឆ្លាតនិងគុណភាពជាមួយតម្លៃសម្រាប់ BYD Thai Sedan 4WD Ultra មានតម្លៃ 51,800 និង BYD Thai Sedan 2WD Pro មានតម្លៃត្រឹមតែ $46,800 តែប៉ុណ្ណោះ